ម៉ាឡេស៊ីឥណ្ឌូនេស៊ីក្លាយជាប្រទេសទី1បិទកម្មវិធីរបស់កំពូលមហាសេដ្ឋីពិភពលោកម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីក្លាយជាប្រទេសដំបូងគេបង្អស់របស់ពិភពលោកបិទកម្មវិធីគរុកដែលជា Chatbot បញ្ញាសិប្បនិម្មិត AI ហើយត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន XAI របស់កំពូលមហាសេដ្ឋីពិភពលោករបស់អាមេរិកលោក Elon Musk ដោយសារតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមអាជ្ញាធរពិភពលោកដែលថាវាត្រូវបានប្រើប្រាស់ខុសចំពោះការបង្កើតរូបភាពអាភាសនេះបើតាមសារព័ត៌មានរបស់ជប៉ុន Kyodo News បានផ្សាយកាលពីព្រឹកថ្ងៃអង្គារទី13ខែមករាឆ្នាំ2026ទោះជាយ៉ាងណារហូតមកដល់ពេលនេះអាជ្ញាធរនៃបណ្ដាប្រទេសជាច្រើនកំពុងតែត្រួតពិនិត្យកាន់តែខ្លាំងឡើងសម្រាប់ឧបករណ៍ AI ដែលអាចបង្កើតរូបភាពសំឡេងនិងអត្ថបទជាក់ស្ដែងរីឯការព្រួយបារម្ភនៅត្រង់ថាកិច្ចការពារដែលមានស្រាប់បានខកខានទប់ស្កាត់នៅការរំលោភបំពានរបស់ពួកគេក្រុម Chatbot ដែលត្រូវបានចូលប្រើតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកមហាសេដ្ឋី Musk ដែលត្រូវបានគេរិះគន់ចំពោះការបង្កើតរូបភាពដែលបានរៀបចំដោយមានទាំងការពណ៌នាពីស្ត្រីក្នុងឈុតប៊ីគីនីឬការបង្ហាញពីភាពសិចស៊ីក៏ដូចជារូបភាពពាក់ព័ន្ធនឹងកុមារផងដែរលោក Mod Yahafit រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងនិងកិច្ចការ Digital របស់ឥណ្ឌូនេស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថារដ្ឋាភិបាលហ្សាកាតាមើលឃើញថាការក្លែងបន្លំផ្លូវភេទមិនសមហេតុសមផលគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិមនុស្សសេចក្តីថ្លៃថ្នូរនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យ Digital ការត្រួតពិនិត្យលើគ្រោកកំពុងតែកើនឡើងរួមទាំងសហភាពអឺរ៉ុបឥណ្ឌាបារាំងនិងចក្រភពអង់គ្លេសអាជ្ញាធរនៃប្រទេសទាំងនេះបាននិយាយកាលពីថ្ងៃច័ន្ទថាពួកគេកំពុងតែផ្លាស់ប្ដូរទៅជាបទឧក្រិដ្ឋកម្មវិធីអាក្រាតកាយនាយកប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេសក៏បានបើកការស៊ើបអង្កេតថាតើគ្រោកបានរំលោភបំពានលើច្បាប់ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចែករំលែករូបភាពផ្លូវភេទរបស់កុមារដែរឬយ៉ាងណា